ឱកាសវាមិនចេះតែមានទេប៉ុន្តែឱកាសនៅលើโลกមានច្រើនរាប់មិនអស់ទេឱកាសផ្សេងឱកាសតូចឱកាសធំឱកាសមុនឱកាសក្រោយប៉ុន្តែឱកាសដែលល្អស័ក្តិសមដែលវាស្ថិតនៅចិត្តយើងឬក៏ក្នុងកណ្ដាប់ដៃរបស់យើងហើយយើងមិនគួរបោះបង់ចោលឬក៏ធ្វើរបូតទេមនុស្សជាច្រើនបានបាត់បង់ឱកាសដោយសារតែឥរិយាបថមិនល្អមិនត្រឹមត្រូវដែលធ្វើឲ្យទំនាក់ទំនងរវាងគាត់និងឱកាសហ្នឹងវាប្រែទៅជាប្រះព្រាត់គ្នាទៅវិញបើចង់បានឱកាសគឺត្រូវតែកែប្រែចរិតឥរិយាបថរបស់យើងឲ្យស្របទៅនឹងឱកាសបន្តិចបើសិនជាចរិតឥរិយាបថរបស់ឱកាសនឹងវាមានការខុសឆ្គងយ៉ាងណាយើងចាំកែកនវានៅពេលដែលយើងបានគ្រប់គ្រងវាហើយប៉ុន្តែបើសិនជាមិនទាន់បានទេគឺយើងត្រូវតែក្តោបក្តាប់ឱកាសបានតាមរយៈសរសៀរឬក៏តាមរយៈក្តាប់ឲ្យតឹងណែននិងសម្របសម្រួលរហូតដល់អាចចាប់វាជាប់ខ្លាំងទៅគេត្រូវការគេយកអ្នកខ្សោយទៅធ្វើអីអំពើទុកទម្ងន់អត់យកទេខ្លាំងជាខែលការពារផងបង្កើតបានប្រយោជន៍ផងនិងឥទ្ធិពលផងមិនបាច់អូនតែទេមិនបាច់រំអែរំអួយទេគឺយើងត្រូវតែកសាងខ្លួនឲ្យខ្លាំងគំនិតខ្លាំងផ្លូវចិត្តខ្លាំងផ្លូវសម្ភារៈទ្រព្យសម្បត្តិហើយបើដល់ថ្នាក់នយោបាយទៀតគឺត្រូវតែខ្លាំងសេដ្ឋកិច្ចនយោបាយនិងសភាវុធមនុស្សដែលមានឥរិយាបថចិត្តគំនិតអវិជ្ជមានចំពោះយើងហើយបើទោះជាយើងខំបកស្រាយយ៉ាងណាក៏គេនៅតែគិតអវិជ្ជមានចំពោះយើងដែរហើយមិនមែនចំពោះតែយើងទេអ្នកណាក៏អញ្ចឹងដែរមនុស្សហ្នឹងគឺជាមនុស្សដែលមានឥរិយាបថចិត្តគំនិតអវិជ្ជមានសន្តានអវិជ្ជមានតែម្ដងសង្ស័យចង្កាលក៏ប្រាប់យើងចង្កាលក៏បង្ហាញឲ្យយើងឃើញចង្កាលទៀតក៏អត់ទេស្ងប់ស្ងាត់មិននិយាយជាមួយយើងតែនិយាយជាមួយអ្នកដទៃនិយាយអាក្រក់ពីយើងអញ្ចឹងទៅហើយជួនកាលមួយម៉ាត់ចុងក្រោយរបស់គាត់ដែលរៀបនឹងបែកពីយើងទើបគាត់ប្រាប់យើងអំពីចំណុចអវិជ្ជមានហើយបើទោះជាយើងខិតខំប្រឹងប្រែងបកស្រាយយ៉ាងណាក៏ដោយក៏គាត់មិនយល់មិនស្ដាប់ដែរជួនកាលគាត់មានបំណងយូរហើយដោយឥរិយាបថនៃចិត្តគំនិតអវិជ្ជមានរបស់គាត់នេះគឺធ្វើឲ្យគាត់ជាមនុស្សដែលយើងហៅថាចិត្តអាក្រក់អន្តរថ័យតែម្ដងមិនចាំបាច់ខ្វល់មនុស្សប្រភេទហ្នឹងទេឲ្យគាត់ទៅណាទៅមិនចាំបាច់បកស្រាយជួនកាលការបកស្រាយរបស់យើងកាន់តែច្រើនធ្វើឲ្យគាត់មានគំនិតអវិជ្ជមានកាន់តែខ្លាំងកាន់តែច្រើនអញ្ចឹងយើងត្រូវស្គាល់ថាទង្វើដែលយើងធ្វើហ្នឹងត្រឹមត្រូវឬក៏អត់យើងមានហេតុផលគ្រាន់តែគាត់មិនបានដឹងគាត់មិនបើកចិត្តថាដឹងគាត់មិនចង់ដឹងអញ្ចឹងហេតុផលរបស់យើងហ្នឹងគឺអាចធ្វើឲ្យយើងស្ងប់ចិត្តហើយយើងបន្តដំណើរកសាងសេចក្តីល្អឬក៏អ្វីដែលមានតម្លៃតទៅមុខទៀតគាត់យ៉ាងណាក៏យ៉ាងទៅបដ ாய் ទៅតាមម៉ែអាហោឬក៏ខ្យល់បក់សិនទៅបាទការរស់ស៊ីត្រូវមានសច្ចៈម៉ាត់ណាម៉ាត់ដឹងថាម៉េចគឺអញ្ចឹងបើសិនជានិយាយថាឥឡូវផលិតផលមួយនេះលួចខ្ញុំ$1មាត់របស់យើងជាកិច្ចសន្យាហើយមិនចាំបាច់ធ្វើกระดาษស្នាមអីក៏គេអាចយកជាការបានដែរបើសិនជាប្រកាន់នៅសច្ចៈមិនមែនថាលក់ឲ្យខ្ញុំ$1ដល់ទៅពេលអាសង្ហានោះវាមកឲ្យ$1កន្លះ$2លក់ឲ្យគេបាត់រស់ស៊ីរបៀបហ្នឹងគឺថាអត់មានសច្ចធម៌ទេគិតតែលុយគ្មានគុណធម៌ទេអញ្ចឹងថ្ងៃក្រោយទុកលក់អានឹងរហូតទៅទុកលក់អានឹងរហូតទៅកុំថាអាហ្នឹងវាទិញតែម្ដងដល់ទៅពេលខាងនេះទិញជាប្រចាំតែឃើញតែលុយកុំរស់ស៊ីរបៀបនោះ